សួស្តីកូនៗទាំងអស់គ្នាថ្ងៃនេះយើងមកសិក្សាអក្សរបន្តទៀតបន្ទាប់ពីយើងសិក្សាអំពីអក្សរ Q រួចមកហើយ admin ក៏បានប្រាប់កូនៗហើយថាបន្ទាប់ពីអក្សរ Q គឺយើងសិក្សាអំពីអក្សរ O អញ្ចឹងគឺវាមានទម្រង់បែបនេះណាកូនៗចាអញ្ចឹងបងប្អូនខ្លះគាត់អានថាពីដើមមកអញ្ចឹងយើងអានថាបងប្អូនខ្លះហ្នឹងណាពីដើមគឺយើងអានថាអក្សរA តែក្រោយមកទៀតយើងក៏បានផ្លាស់ប្ដូរមកជាអក្សរ O អញ្ចឹងទាំងពីរហ្នឹងក៏ប្រើប្រាស់ដូចគ្នាចាអញ្ចឹងយើងមករៀនសរសេរវិញតើអក្សរ O ធំនិងអក្សរ O តូចសរសេរបែបម៉េចតោះយើងអញ្ចឹងអក្សរ O ធំបងប្អូនត្រូវគូសពីក្រៅពីលើនេះចុះទៅក្រោមណាកូនៗណាមើលឲ្យតណាមើល admin ឲ្យតណាហើយក៏យើងភ្ជាប់ជាលក្ខណៈរង្វង់បែបនេះមកគៀនវិញហើយក៏គូសជើងចេញមកបែបនេះអញ្ចឹងតនេះម្ដងទៀតណាគឺគូសពីលើចុះមកក្រោមបែបនេះហើយគូសរង្វង់បែបនេះភ្ជាប់មកនេះហើយក៏បញ្ចេញជើងមកបែបនេះបង្កើតបានជាទម្រង់អក្សរ O ធំអញ្ចឹងម្ដងទៀតណាកូនមើលឲ្យច្បាស់ណាពីលើចុះមកក្រោមគូសរារង្វង់បែបនេះភ្ជាប់មកគៀនហើយក៏បញ្ចេញជើងវាចេញមកបែបនេះកើតជាអក្សរ O ចាបើយើងគិតទៅវាសរសេរក្បាលខាងលើវាមើលទៅគឺដូចជាអក្សរ P បើសិនជាយើងអត់បញ្ចេញជើងវាទម្រង់វាដូចជាអក្សរ P អញ្ចឹងឃើញអត់កូនគឺទម្រង់គឺអក្សរ P ប៉ុន្តែនៅពេលដែលយើងចេញវាបែបនេះមកវាមកคล้ายទៅជាអក្សរ O វិញចាអញ្ចឹងអក្សរ O ធំគឺមានតែប៉ុណ្្នឹងទេចំណែកឯ O តូចកូនមើលណាគឺគូសបន្ទាត់ពីលើចុះមកក្រោមដូចគ្នារុញឡើងទៅលើវិញហើយក៏បែកភាគវាបែបនេះចាវាបែកមេឃមកអញ្ចឹងតិចណាកូនចាអញ្ចឹងយើងក៏សរសេរវាឲ្យបានច្រើនមកគូសឡើងលើហើយក៏បែកវាបែបនេះគឺយើងបង្កើតបានទៅជាអក្សរ O នៅពេលដែលបងប្អូនរៀងថ្នឹកដៃបន្តិចទៅការសរសេរក៏វាមានការងាយស្រួលដែរតែដំបូង admin ក៏ជឿជាក់ថាបងប្អូនពិតជាពិបាកនៅក្នុងការសរសេរខ្លាំងមែនតែនដោយសារតែដំបូងថ្មីអញ្ចឹងគឺគ្មានអ្នកណាសរសេរបានស្អាតទេអញ្ចឹងតើបងប្អូនចាំ admin បរៀនសរសេរសារជាថ្មីម្ដងទៀតណាទី1អក្សរ O ធំកូនត្រូវគូសពីលើចុះមកក្រោមណាហើយក៏ដាក់សក់វាដូចអក្សរ P ណាគឺបែបនេះណាហើយបន្តមកទៀតបងប្អូនត្រូវទម្លាក់ជើងវាចុះមកក្រោមបែបនេះគឺយើងបង្កើតបានទៅជាអក្សរ O ធំចំណែកអក្សរ O តូចកូនគ្រាន់តែគូសពីលើចុះមកក្រោមដូចគ្នាហើយកូនរុញឡើងទៅលើវិញណាហើយក៏បែងប្រឆិតមកចែកឃើញអត់គឺបង្កើតបានទៅជាអក្សរ O តូចអញ្ចឹងដំបូងអក្សរ O ធំទី1គឺកូនត្រូវគូសបន្ទាត់ពីលើចុះមកក្រោមចាហើយបងប្អូនត្រូវគូសជារង្វង់បែបនេះភ្ជាប់មកនេះណាភ្ជាប់មកគៀននេះហើយគូសជើងចេញមកបានលេខ3អញ្ចឹងมันคล้ายទៅជាអក្សរ O ធំចំណែកអក្សរ O តូចគឺរឹតតែងាយស្រួលបងប្អូនគ្រាន់តែគូសពីលើចុះមកក្រោមហើយបងប្អូនរុញឡើងទៅលើវិញណាហើយក៏បែកខ្នែងចេញមកចេះអញអាចបាននិយាយថាបែកខ្នែងណាចាអញ្ចឹងលេខ1និងលេខ2ចឹងបញ្ជាក់ម្ដងទៀតគូសពីលើចុះមកក្រោមរុញឡើងទៅលើនៅបន្ទាត់តតែហើយក៏បែងមកខាងនេះបន្តិចគឺយើងបង្កើតបានទៅជាអក្សរ O តូចអញ្ចឹង admin សង្ឃឹមយ៉ាងមុតមមថាកូនសិស្សរបស់ admin ទាំងអស់នឹងចេះសរសេរអក្សរ O ធំក៏ដូចជា O តូចចាអញ្ចឹងសង្ឃឹមថាសិស្សរបស់ admin ទាំងអស់គ្នាពិតជាឆ្លាតនិងប្រកែកខ្លាំងមែនតែនតែម្ដងគឺសិក្សាជាមួយ admin មិនអស់កម្រៃហើយថែមទាំងបានចំណេះវិជ្ជាទៀតផងអញ្ចឹងបងប្អូនកុំភ្លេចចុច subscribe ចុចរូបកណ្ដឹងឲ្យ admin ម្នាក់មួយផងណានៅពេលដែលវីដេអូថ្មីរបស់ admin បានចេញទៅបងប្អូននឹងបានសិក្សាតាន់ពេលវេលាហើយមិនខាតពេលវេលាផងហើយព្រមទាំងអាច comment សួរ admin បានភ្លាមតែម្ដងចាអញ្ចឹងបន្ទាប់ពីយើងរៀនអក្សរ O ចប់តើបងប្អូនត្រូវសិក្សាអក្សរអ្វីបន្តទៀតចាគឺយើងត្រូវសិក្សាអំពីអក្សរ
ចាអញ្ចឹងបងប្អូនកុំភ្លេចជួបគ្នានៅវីដេអូក្រោយទៀតជាមួយនឹងអក្សរ S អរគុណជម្រាបលាកូនកូនកុំភ្លេចខំប្រឹងសរសេរបានច្រើនបង្កើនចំណេះដឹងទាំងអស់គ្នា